កងកម្លាំងថៃបានលុកលុយចូលទៅក្នុងផ្ទះជនស៊ីវិលកម្ពុជាតាមបណ្ដាទីតាំងមួយចំនួនជាប់ព្រំដែនដោយបានកាត់សោគាស់ផ្ទះហើយប្រមូលយកទ្រព្យសម្បត្តិមានតម្លៃដូចជាម៉ូតូកង់អាគុយតុកទូសាឡុងកៅអីរ៉ឺម៉កដឹកសម្រាមនិងរបស់របរប្រើប្រាស់មួយចំនួនទៀតលោកទូចសុខាអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានប្រាប់ News Today នៅថ្ងៃទី6ខែមករាឆ្នាំ2026ថាហេតុការណ៍នេះកើតឡើងនៅមុននឹងភ្លាមបន្ទាប់ពីសេចក្តីប្រកាសរួមដើម្បីឈប់បាញ់គ្នារវាងកម្ពុជានិងថៃត្រូវបានចុះហត្ថលេខានៅថ្ងៃទី27ខែធ្នូឆ្នាំ2025លោកបន្ថែមថាកម្ពុជាបានប្រមូលភស្តុតាងទាំងអស់នេះពីបណ្ដាញសង្គមរបស់ថៃនិងពីកងកម្លាំងរបស់ថៃដែលពួកគេបានសារភាពនិងបង្ហាញសកម្មភាពលួចយកទ្រព្យសម្បត្តិរបស់ពលរដ្ឋខ្មែរដែលពលរដ្ឋខ្មែរមិនទាន់បានចូលទៅកាន់លំនៅឋានរបស់ពួកគេវិញនៅឡើយដោយសារតែទ័ពថៃពាត់បន្លាលួសនិងរាយកុងតឺន័រលោកសុខាលើកឡើងថាទ័ពថៃបានថតសកម្មភាពរបស់ខ្លួនដើម្បីអួតពីជ័យជំនះខុសច្បាប់ដែលខ្លួនបានប្រព្រឹត្តលើទឹកដីកម្ពុជានិងប្រឆាំងពលរដ្ឋខ្មែរកាសែតថៃខៅសូតបានស្រង់សម្ដីអ្នកនាំពាក្យកងទ័ពថៃថាកងកម្លាំងថៃមិនបានលួចយករបស់របរទាំងអស់នោះទេកងទ័ពថៃបានយកសម្ភារៈទាំងនោះរក្សាទុកដែលម្ចាស់អាចទៅយកវិញបានក៏ប៉ុន្តែត្រូវតែបង្ហាញឯកសារភស្តុតាងបញ្ជាក់ពីម្ចាស់កម្មសិទ្ធិលោកទូចសុខាលើកឡើងថាការដែលអ្នកនាំពាក្យកងទ័ពថៃនេះថាមិនមែនជាការលួចប្លន់គឺជាការបិទបាំងទង្វើអមនុស្សធម៌ការអាម៉ាស់និងមានបំណងបំភាន់ភ្នែកអន្តរជាតិប៉ុណ្ណោះច្បាប់មនុស្សធម៌អន្តរជាតិហាមឃាត់ការរឹបអូសឬក៏ការបំផ្លាញទ្រព្យសម្បត្តិជនស៊ីវិលបើទោះបីជាប្រទេសស្ថិតក្នុងអរិភាពក៏ដោយកម្ពុជាបានអំពាវនាវឲ្យប្រទេសថៃបញ្ឈប់សកម្មភាពបែបនេះជាបន្ទាន់និងដកកងកម្លាំងរបស់ខ្លួនចេញពីទឹកដីកម្ពុជាខ្ញុំរស់សុធាពី News Today NTTV